ចឹងពេលណាដែលយើងជួបអីមួយដែលមិនល្អធ្វើឲ្យចិត្តយើងនឹងវាកើតនៅ stress ឬក៏អារម្មណ៍មួយណាតបប្រមល់យើងអត់សប្បាយចិត្តទេយើងត្រូវចេះឲ្យរកបាយឲ្យខ្លួនឯងធ្វើម៉េចឲ្យខ្លួនឯងនឹងបាននៅក្តីសុខយើងមកការស្ដាប់ធម៌ឬក៏មកការចម្រើនមេត្តាចិត្តបានន័យថាយើងផ្ដល់នៅសេចក្តីសុខនឹងដល់ខ្លួនឯងផងហើយនឹងយើងផ្ដល់នៅសេចក្តីសុខនឹងទៅដល់អ្នកដទៃផងព្រោះយើងគិតថាបើយើងកើតទុក្ខហើយវាមានតែរឿងការបាក់ចិត្តទេហើយណាមួយកើតនៅអកុសលទៀតអញ្ចឹងយើងខំរកបាយមួយថាយើងត្រូវជួយខ្លួនឯងចេញពីអ្វីដែលយើងកើតទុក្ខនឹងសិនដើម្បីរកបាយមួយថាធ្វើម៉េចឲ្យយើងនឹងបានសុខច្រើនហើយយើងនឹងចម្រើននៅកុសលទៀតអញ្ចឹងយើងត្រូវដូចថាការអានសភៅធម៌ក្តីការស្ដាប់ពធក្តីឬពេលខ្លះយើងទៅអឺមានវគ្គសមាធិខ្លះអីទៅយើងចូលរួមអង្គុយសមាធិហើយបើសិនជាយើងអត់បានសមាធិនៅក្នុងវគ្គទេពេលខ្លះយើងអាចអង្គុយខ្លួនឯងមើលមួយដង្ហើមចូលចេញឬក៏ចម្រើនមេត្តាឲ្យខ្លួនឯងឬក៏ដល់ចម្រើនមេត្តាដល់អ្នកដទៃក៏ធ្វើឲ្យយើងនឹងបានក្តីសុខដែរហើយមួយទៀតបានន័យថាសេចក្តីសុខនោះអឺធ្វើឲ្យយើងកើតបុណ្យទាំងពេលនេះផងហើយណាមួយផ្ដល់នៅសេចក្តីសុខនៅពេលអនាគតទៀតបានន័យថាយើងរកឧបាយមួយថាសុខទាំងបច្ចុប្បន្នហើយនិងសុខទាំងអនាគតទៀតអញ្ចឹងយើងផ្ដល់ឱកាសដល់ខ្លួនឯងឲ្យបាននៅក្តីសុខព្រោះថាអត់មានអ្នកណាជួយយើងក្រៅពីខ្លួនឯងទេ